ជោគជ័យរកស៊ីតាមអនឡាញអ៊ីវ៉ាត្រៀមចូលរោងការបំពេញបំណងឪពុកច្រើនឆ្នាំមកហើយដែលឪពុករបស់តារាចម្រៀងអ៊ីវ៉ាចង់ឃើញកូនស្រីចូលរោងការប៉ុន្តែម្ដងជាពីរដងអ៊ីវ៉ាតែងតែពន្យាពេលឆ្នាំនេះឆ្នាំនោះរហូតមកដល់សប្តាហ៍ថ្ងៃនេះដោយឡែកថ្មីនេះអ៊ីវ៉ាសុខចិត្តបំពេញបំណងឪពុករបស់ខ្លួនហើយគ្រាន់តែធ្លាដំណឹងថាអ៊ីវ៉ាត្រៀមចូលរោងការភ្លាមបានធ្វើឲ្យអ្នកគាំទ្រនិងមិត្តភ័ក្តិជាច្រើនសម្ដែងការត្រេកអរនិងបានផ្ញើសារជូនពរនាងមានសុភមង្គលអ៊ីវ៉ានៅពុំទាន់បង្ហាញពីពេលវេលាចូលរោងជ័យរបស់ខ្លួននៅឡើយទេនាងបានត្រឹមតែបង្ហាញរូបភាពដែលខ្លួនទៅលោសម្លៀកបំពាក់នៅសំអាងការមួយកន្លែងមូលហេតុដែលអ៊ីវ៉ាសម្រេចចិត្តរៀបការជាមួយលោកលីសេងហួរដែលជាគូស្នេហ៍របស់ខ្លួនគឺដោយសារនាងចង់បំពេញបំណងឪពុករបស់ខ្លួនដែលចង់ឃើញខ្លួនចូលរោងការជាយូរឆ្នាំមកហើយម្យ៉ាងវិញទៀតពេលនេះនាងអាចរកប្រាក់ចំណូលបានច្រើនបន្ទាប់ពីជោគជ័យក្នុងការងាររកស៊ីលក់សម្លៀកបំពាក់តាមអនឡាញមិនថាទ្រព្យសម្បត្តិឬផ្ទះសម្បែងនាងមានគ្រប់គ្រាន់ហើយទោះបីជាជោគជ័យក្នុងអាជីពលក់អនឡាញតែអ៊ីវ៉ាមិនបោះបង់អាជីពចម្រៀងចោលឡើយយូរម្ដងនាងបានបញ្ចេញបទចម្រៀងថ្មីដើម្បីបំពេញបំណងអ្នកគាំទ្រជាក់ស្ដែងកន្លងមកនាងធ្លាប់បាននិយាយថាអនឡាញក៏លក់ការងារចម្រៀងក៏ធ្វើឲ្យតែគេនៅត្រូវការនាង